Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមាន keyboard មួយ brand ដែលយើងចង់យកមកណែនាំជូនអ្នកទាំងអស់គ្នាហើយ brand របស់វានោះគឺជា brand របស់ Thakshat ចំណែកលេខកូដរបស់វាវិញគឺ O85HE អញ្ចឹងយើងមកយល់ពីការ design របស់ keyboard នេះបន្តិចអញ្ចឹងសម្រាប់ការ design របស់ keyboard នេះគឺគេ design មកសារនេះគឺមាន3 style គឺជាប្រភេទពណ៌លាបដូចអ្នកនរគ្នាបានឃើញនឹងអញ្ចឹងហើយពណ៌ canvas ហើយនឹងមួយទៀតគឺជាពណ៌ gradient អញ្ចឹងគឺវាប្លែកខ្លាំងមែនតើសម្រាប់ការ design របស់គេមកសារនេះហើយក៏អត់អាចរំលងបានដែរជាមួយនឹង knob controller នេះដូចអ្នកនរគ្នាបានឃើញអញ្ចឹង knob controller នេះហើយអ្វីដែលធ្វើឲ្យខ្ញុំតាក់ទាញសម្រាប់នឹង keyboard មួយ model នេះគឺភ្លើង RGB នៅលើតួនេះលើតួខាងលើរបស់វាហ្នឹងណាអញ្ចឹងយើងចូលមកកាន់ដល់ spec របស់ keyboard នេះវិញkeyboard នេះមាន size 75%ប្រើប្រាស់ជាមួយនឹង switch HE Sharp Switch អញ្ចឹង switch HE នេះគឺជាប្រភេទ switch ដែលឆក់ដែល switch ដែលឆក់នេះគឺ response លឿនជាង keyboard ធម្មតាអញ្ចឹង switch នេះគឺពិសេសខ្លាំងមែនតើសម្រាប់បងដែលចូលចិត្តលេង game ប្រភេទ FPS គឺវា smooth មែនតើហើយប្រើប្រាស់ជាមួយនឹងខ្សែ Type C ហើយក៏យើងអាចរំលងបានដែរជាមួយនឹង RGB អញ្ចឹងមានច្រើន effect ច្រើន style ខ្លាំងមែនតើសម្បូរបែបឲ្យអ្នកទាំងអស់គ្នាងាយស្រួលក្នុងការផ្លាស់ប្ដូរជានិច្ចហ្មងក្រៅពី keyboard ទាំងអស់គ្នានឹងទទួលបាននៅ accessory មួយចំនួនដូចជាបន្តោងរបស់ brand Thakshat ចំនួន1 sticker ចំនួន2បន្ទះខ្សែ Type C ចំនួន1ហើយខ្សែ Type C នេះគឺគេ design មកសារនេះក៏វាប្លែកដែរដោយសារវាជាប្រភេទកោង keycap puller និង switch puller ចំនួន1និងចុងក្រោយគេនោះគឺសៀវភៅណែនាំចំនួន1ផងដែរអញ្ចឹង keyboard នៅខាងមុខខ្ញុំនេះគឺមានតម្លៃត្រឹមតែ$49តែប៉ុណ្ណោះអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ